ចឹងយើងត្រូវការคลิกcopy នៅ SX ហ្នឹងសិនដើម្បីយើងធ្វើការ SX ចូលទៅប្រើម៉ាស៊ីនUbuntu server ចឹងខ្ញុំធ្វើការរកទៅលើ file វាសិនដើម្បីយើង pass SX ហ្នឹងដើម្បីយើងចូលទៅប្រើម៉ាស៊ីន Linux ចឹងទៅដើម្បីយើង hosting website ចឹងខ្ញុំបើក terminal មកខ្ញុំ pass SX ហ្នឹងវាពងដើរចឹងវា success ហើយវាចូលហើយចឹងខ្ញុំធ្វើការ install នៅ nginx ដើម្បីយើង hosting ចឹងណាចឹងខ្ញុំដាក់ sudo apt install nginx តោះចឹងវា install ហើយចឹងខ្ញុំធ្វើការបើកenable វាចឹង enable ng ចឹងខ្ញុំ enable ហើយខ្ញុំ check មើល status វាចង់ដឹងថាវាដើរនៅចឹងណាចឹងខ្ញុំធ្វើការ check មើលទៅលើ status វាសិនចឹងនេះវាដើរហើយចឹងខ្ញុំ check មើល status វាដើរហើយចឹងខ្ញុំធ្វើការចូលទៅក្នុង file ចឹងខ្ញុំធ្វើការទៅយក IP វានេះ IP វានៅក្នុងនេះចឹងខ្ញុំ pass មកហើយខ្ញុំ connect អូខេតោះយើងធ្វើការចូលធ្វើបែបនេះខ្ញុំធ្វើងាយស្រួលក្នុងការ pass ទៅលើ file អីចេញចូលចឹងទៅពីក្រោយចូលក្នុងម៉ាស៊ីន server ចឹងទៅឲ្យវា show directory នឹងស្រាប់ចឹងណាខ្ញុំចូល warm ចឹងខ្ញុំចូល warm មកចូល w ដើម្បីខ្ញុំ pass website ចូលតែឈប់ចាំតិចខ្ញុំ click បើក permission វាចឹងខ្ញុំបើក permission វាមួយសិនបើយើងអត់បើក permission វាទេយើងអត់អាច pass file ចូលបានដោយសារវាជាប់ permission ចឹងណាចឹងខ្ញុំបើក permission វាសិនខ្ញុំរកកូដមួយនេះអូខេនេះចឹងខ្ញុំ pass វាមកចឹងខ្ញុំអាច add file អីចូលទៅក្នុងdirectory មួយនឹងបានហើយដូចឈប់សិនច្រឡំនៅ HTML file ចឹងខ្ញុំ pass ចូលទៅក្នុង HTML file ទៅអូខេចឹងដើម្បីយើងខ្ញុំចាំតិចសិនទៅវាពងអូខេវាចូលចឹងខ្ញុំធ្វើការ check មើលសិនចង់ដឹងថាវាចូលឬក៏អត់ចឹងណា SX ហើយជប់ SX ខ្ញុំចូលទៅកាន់ warm file ហើយនឹង HTML file www ហើយនឹង HTML file សិនព្រោះយើង pass ចូលទៅក្នុង folder ហ្នឹងអញ្ចឹងខ្ញុំមានហើយអញ្ចឹងខ្ញុំ check មើល permission វាសិនអូខេតមកទៀតខ្ញុំចូលទៅកាន់ website ខ្ញុំ pass IP ហ្នឹងទៅអញ្ចឹងវា load website មកហើយអញ្ចឹង project របស់ខ្ញុំមានតែប៉ុណ្្នឹង